បាទសួស្តីអ្នកនរគ្នាមេរៀននេះគឺយើងមកបង្រៀនតាក់ទងជាមួយនឹងការបង្កើត Facebook បាទហ្នឹងហើយមេរៀនមុននេះគឺយើងបង្រៀនតាក់ទងនឹងការបង្កើត email ហើយប៉ុន្តែលើកនេះគឺយើងបង្រៀនតាក់ទងនឹងការបង្កើត Facebook បាទមូលហេតុអ្វីបានយើងចាំបាច់រៀនបាទកន្លែងហ្នឹងនៃករណីដែលយើងមានបញ្ហាបាទយើងត្រូវតែរៀនតាក់ទងនឹងការបង្កើតហើយនឹងការការពារបាទខ្ញុំជឿថាបងប្អូនមួយចំនួនធំដែលគាត់ចាប់ផ្ដើមប្រើប្រាស់ Facebook អ្នកខ្លះគាត់អាចចាប់អារម្មណ៍ទៅលើការការពារការបង្ការហើយនឹងទិន្នន័យទំនាក់ទំនងរបស់ Facebook របស់យើងនៅពេលដែលមានបញ្ហាភ្លេច password ឬមានបញ្ហាអញ្ចឹងគាត់អាចនឹងអាចទាញ Facebook ចាស់មកវិញបានអញ្ចឹងមុននឹងយើងទៅរៀន boot page យើងត្រូវតែ start ជំនាញត្រង់ចំណុចហ្នឹងឲ្យបានសិនបើមិនអញ្ចឹងទេនៅពេលដែលយើង page របស់យើងល្បីទៅអនាគតនៅពេលដែលយើងចាប់ផ្ដើមដាក់ boot page របស់យើងល្បីមានការមើលឃើញច្រើនករណីដែលត្រូវគេរំលោភបំពានដូចជាការ hack ចូលមកក្នុងរបប Facebook របស់យើងនឹងអត់ចេះការពារយើងនឹងជួបបញ្ហាបាទអញ្ចឹងយើងទៅរៀនបង្កើត Facebook ទាំងអស់គ្នាតាំងពីចំណុចចាប់ផ្ដើមរហូតទៅដល់យើងជាអ្នកដែល create តាក់ទងជាមួយនឹងការបង្កើតបែបសុទ្ធជំនាញបាទអញ្ចឹងយើងទៅជួបទាំងអស់គ្នាចាប់ផ្ដើមដំបូងគឺយើងបាទចាប់ផ្ដើមដំបូងគឺយើងត្រូវធ្វើវាមិនបងប្អូនណាហ្នឹងហើយទី1គឺយើងចូល Facebook របស់យើងទៅបើសិនជាបងប្អូនអត់ទាន់មាន account ទេគឺយើងអាចចូលកន្លែងនេះបានហ្នឹងហើយតែในករណីដែលយើងមាន account ស្រាប់បើសិនយើងមាន account ស្រាប់ហើយឬយើងអត់ទាន់មាន account ទេបងប្អូនបើសិនយើងមាន account ស្រាប់ហើយគឺយើងអាចចុចចេញពី account បានបងប្អូនណាហ្នឹងហើយនៅពេលដែលយើងមាន account ស្រាប់យើងនឹងឃើញមុខមាត់របៀបនេះបាទនៅពេលដែលយើងត្រូវការចេញពី account យើងចុចកន្លែងណាទី1គឺយើងចុចកន្លែងរូបភាពរបស់យើងកន្លែងនេះដើម្បីទៅបង្កើត account ថ្មីបាទព្រោះតែ account ចាស់ពេលខ្លះគឺយើងប្រើកើតតែបងប្អូនហ្នឹងហើយ account ចាស់ពេលខ្លះយើងប្រើកើតទេដោយសារអីគេគឺ account ខ្លះដែលយើងប្រើមកពេលខ្លះយើងផុសអ្វីដែលខុសទាក់ទងជាមួយនឹងគោលការណ៍របស់ Facebook ពេលខ្លះយើងផុសអ្វីដែលជាប់ជាមួយនឹង copyright ពេលខ្លះយើងshare អ្វីក៏ដោយដែលអត់ត្រូវជាមួយនឹងលក្ខខណ្ឌរបស់គេទៅគ្រប់ផ្សេងៗអញ្ចឹងណាអញ្ចឹងពេលខ្លះវាមានបញ្ហាបាទអញ្ចឹងដើម្បីឲ្យ page របស់យើងមានស្តង់ដារល្អយើងគួរតែបង្កើត account ថ្មីមុននឹងបង្កើត page បាទមុននឹងបង្កើត page អញ្ចឹងណាឬមួយក៏បើសិនយើងមាន page ស្រាប់ហើយតែ account profile របស់យើងមានបញ្ហាខ្ញុំណែនាំម្នាក់អស់គ្នានឹងធ្វើការផ្ទេរ page របស់យើងនឹងទៅ account ថ្មីហើយកាត់ admin ចាស់ចេញបាទដើម្បីការពារនៅបញ្ហាដែលជាបញ្ហាជាប់ copyright ឬបញ្ហាផ្សេងៗទៀតហ្នឹងហើយបាទជាក់ស្ដែងគឺខ្ញុំធ្លាប់ជួបមកហើយសម្រាប់ account ដែលមានបញ្ហាយើងយកមកគ្រប់គ្រង page នៅពេលដែល page របស់យើងគ្រប់គោលការណ៍ពេលខ្លះយើងអាចស្នើសុំនៅក្នុងការរកលុយឬរកប្រាក់ចំណូលពី Facebook បានអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាថាធ្វើវាមិនតោះបាទគឺកន្លែងនេះគឺយើងចូលមកបាទយើងចុចទៅខាងក្រោមគេអស់ទៅហើយយើងចុចពាក្យថាចាក់ចេញបងប្អូនណាហ្នឹងហើយដំបូងយើងចូល Facebook របស់យើងម្ដងទៀតយកកន្លែងនេះទៅកន្លែងពាក្យថាចាក់ចេញនៅក្រោមគេអស់ចាក់ចេញមកសម្រាប់អ្នកថ្មីគឺពេលខ្លះអត់ទាន់មានកន្លែងចាក់ចេញហ្នឹងឯងអាចនឹងមានបើកទៅគឺឃើញ account Facebook បដ ாய் អញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំសូមបិទកន្លែងនេះតិចមកអូខេអញ្ចឹងយើងចុចពាក្យថាបង្កើតគណនីថ្មីបាទនៅពេលដែលយើងបង្កើតគណនីថ្មីបាទយើងចុចពាក្យថាចាប់ផ្ដើមបាទយើងដាក់ឈ្មោះរបស់យើងទៅបាទខ្ញុំសូមដាក់ឈ្មោះពិតឈ្មោះពិតរបស់ខ្ញុំគឺខ្ញុំត្រូវការដាក់ខ្មែរបាទខ្មែរលេខថៃក៏បានអូខេអញ្ចឹងយើងចុចពាក្យថាបន្ទាប់ទៅនៅពេលដែលដាក់ឈ្មោះហើយអូខេឈ្មោះបែបនេះគេអត់ឲ្យទេដោយសារអីគេឈ្មោះខុសគ្នាបច្ចុប្បន្នពិបាកបងប្អូនណាឈ្មោះខុសភាសាក៏គេអត់ឲ្យដែរបើខ្មែរទាំងអស់បើថៃទាំងអស់អញ្ចឹងយើងដាក់លេខនេះជាអក្សរខ្មែរក៏បានដែរស្រួលណោះខ្ញុំសូមដាក់ឈ្មោះពិតឲ្យដោយសារតែខ្ញុំត្រូវការយកទៅ verify ផងយកទៅភ្ជាប់ជាមួយនឹងverify អូខេនាមខ្លួនបន្ទាប់មកចុចបន្ទាប់ទៅឬហើយក៏យើងរើសផ្នែកកំណើតរបស់យើងបងប្អូនណាហ្នឹងហើយសម្រាប់ខ្ញុំសូមទិន្នន័យពិតអត់ចង់ខ្លែងខ្លាយទេបញ្ជាក់ម្ដងទៀតណាបងប្អូនណាហ្នឹងហើយឆ្នាំកំណើតខែឆ្នាំកំណើតគឺយើងត្រូវតែដាក់ពិតបាទមូលហេតុហើយបានយើងត្រូវដាក់ពិតបាទការពារករណីដែល Facebook មានការ block account របស់យើងគឺគេមានការឲ្យយើងកែវិញបានដូចគ្នាយើងអាចទិញវិញបានប៉ុន្តែអ្វីដែលយើង
ត្រូវចាំគឺពេលខ្លះគេឲ្យយើងដាក់ខែឆ្នាំកំណើតរបស់យើងអញ្ចឹងទៅបាទពេលខ្លះគេឲ្យយើងដាក់ឈ្មោះឪពុកឈ្មោះម្ដាយឬមួយក៏សត្វចិញ្ចឹមរបស់យើងឈ្មោះអីគេអញ្ចឹងណាគេចេះតែនិយាយរួមទៅវាមានសំណួរច្រើនពេលខ្លះយើងបានចាប់អារម្មណ៍តាំងពីដំបូងគាត់យើងបង្កើតអញ្ចឹងណាអូខេអញ្ចឹងយើងដាក់ខែឆ្នាំកំណើតរបស់យើងចុចពាក្យថាបន្តអូខេអាចពាក្យថាបន្ទាប់មកយើងរើស page របស់យើងមក page ប្រុសពាក្យថាបន្ទាប់ទៀតអូខេលេខទូរស័ព្ទគេសួរយើងថាត្រូវការលេខនឹងមែនអត់តើលេខស័ព្ទរបស់អ្នកគឺលេខប៉ុន្មានចុះឈ្មោះតាមអញ្ចឹងបើសិនជាในករណីដែលយើងអត់មានលេខទូរស័ព្ទបាទតែបើថាមានលេខទូរស័ព្ទយើងចុចដាក់លេខទូរស័ព្ទទៅប៉ុន្តែសម្រាប់ខ្ញុំត្រូវការចុះឈ្មោះតាមអ៊ីមែលដែលយើងភ្ជាប់បំបញ្ញអញ្ចឹងណាបងប្អូនហ្នឹងហើយភាសាអីគេគឺយើងត្រូវការបែបអបែបស្តង់ដារអញ្ចឹងណាបងប្អូនហ្នឹងในករណីដែលយើងប្រើលេខទូរស័ព្ទក្នុងការភ្ជាប់នៅពេលដែលយើងឆ្លងប្រទេសនៅពេលដែលយើងងាប់ទៅផ្ទះវិញในករណីយើងត្រូវការ login ចូល Facebook បាទអញ្ចឹងវានឹងខ្លាចជាបញ្ហាដែលយើងអាច login ចូលបានដោយសារអីគេលេខទូរស័ព្ទនៅក្រៅប្រទេសសេវាក្រៅប្រទេសពេលខ្លះយើងចូលទៅជ្រៅពេលខ្លះលេខទូរស័ព្ទយើងឈប់ប្រើអញ្ចឹងណាអញ្ចឹងខ្ញុំណែនាំឲ្យប្រើ email ក្នុងការស្ម័គ្របាទក្នុងការភ្ជាប់បាទបើសិនជាអាចណាខ្ញុំណែនាំ email ក្នុងការភ្ជាប់អញ្ចឹងយើងធ្វើការដាក់ email មិនមែនឈ្មោះគេអញ្ចេះបាទអញ្ចឹងចូលទៅ Gmail របស់យើងមកបងប្អូនទៅមកឈ្មោះ Gmail របស់យើងសិនអូខេអញ្ចឹងខ្ញុំសុំធ្វើការត្រឡប់ទៅវិញអូខេ Gmail ឡើងមកហើយបងប្អូនចុចចូលទៅបាទនេះគឺជា Gmail របស់យើងបងប្អូនដែលយើងបង្កើតអំបញ្ញមិញអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងគួរតែកត់ទុកឲ្យស្រួលបងប្អូនហ្នឹងហើយបើសិនជាយើងមានtechnique ផ្សេងៗនៅក្នុងការកត់អញ្ចឹងយើងអាចកត់ដាក់ Google Drive ឬមួយក៏ពួក note ក្នុងទូរស័ព្ទដៃរបស់យើងក៏បានដែរតែសុវត្ថិភាពបំផុតគឺ Google Drive បាទ Google Drive នៅពេលដែលយើង log in អញ្ចឹងគឺយើងអាចចូលបានទិន្នន័យរបស់យើងមិនថានៅក្រៅប្រទេសឬក្នុងប្រទេសអញ្ចឹងណាបាទអូខេអញ្ចឹងចុចពាក្យថាបន្ទាប់បាទនៅពេលដែលយើងសរសេរពាក្យសម្ងាត់គ្រប់គ្រាន់ហើយបងប្អូនអរគ្នាណាលេខសម្ងាត់របស់យើងណែនាំឲ្យមានលេខអក្សរភាសាអង់គ្លេសមានអក្សរតូចអក្សរធំលាយជាមួយនឹងតួលេខដែលយើងត្រូវការកំណត់អញ្ចឹងណាបងប្អូនហ្នឹងហើយយ៉ាងតិច6អក្សរអក្សរហ្នឹងហើយអូខេអញ្ចឹងយើងចុចពាក្យថាបន្ទាប់ទៅបាទអញ្ចឹងកន្លែងនេះគេសួរយើងថារក្សាទុកព័ត៌មានរបស់អ្នកអញ្ចឹងយើងចុចពាក្យថារក្សាទុកទៅបងប្អូនខ្ញុំយល់ព្រមអូខេអញ្ចឹងនេះគឺជា account ដែលយើងបង្កើតតិចទៀតបានហើយបងប្អូនហ្នឹងអត់យូរទេអាចចូលមករៀនរបស់គ្នាបាទចូលរូបភាពយើងទៅរើសរូបភាពខ្ញុំសុំឧទាហរណ៍រូបកុំព្យូទ័រនេះមួយសិនទៅបងប្អូនហ្នឹងហើយអូខេរួចរាល់អានេះគឺជារូបឧទាហរណ៍បងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលមានរូបភាពយើងត្រៀមរូបភាពត្រៀមអីស្រួលអញ្ចឹងណាក្នុងការដាក់អូខេអញ្ចឹងគេថាសូមស្វាគមន៍ចូលមកកាន់ Facebook យើងសួរថាបើកការអ្នកតំណងដើម្បីមើលមិត្តភ័ក្តិអញ្ចឹងយើងចុចពាក្យថាបើកទៅបាទយើងដាក់ពាក្យថាបើកទៅដើម្បីស្វែងរកមិត្តភ័ក្តិបន្ថែមទៀត add friend សិនខ្ញុំមានដំបូងគឺ add friend សិនណាបងប្អូនណាហ្នឹងហើយយើង add friend សិនទៅដើម្បី account Facebook របស់យើងកាន់តែរឹងមាំគឺយើងត្រូវតែ add friend ខ្លះសិនហ្នឹងហើយខ្លះតែកុំ add ច្រើនពេកในករណីដែលយើង add ច្រើនពេក account របស់យើងអាចនឹងត្រូវគេ block អញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងយើងគួរតែប្រយ័ត្នប្រយែងអ្នកគ្នាផងបាទខ្ញុំអ្នកណាដែលខ្ញុំស្គាល់សិនអ្នកអត់ស្គាល់ក៏ต้อง add ទៅបងប្អូនហ្នឹងបាទគឺការពារករណីដែលaccount របស់យើងមានបញ្ហាអញ្ចឹងណាយើងអាចស្គាល់មុនបាទអញ្ចឹងយើងចុចពាក្យ add friend ណាបងប្អូនណាហ្នឹងហើយកន្លែងហ្នឹងគឺយើងធ្វើដើម្បីគេយើងធ្វើដើម្បីឲ្យaccount Facebook របស់យើងរឹងមាំហ្នឹងហើយគេសួរយើងថាលេខទូរស័ព្ទរបស់យើងលេខអីគេហ្នឹងហើយអញ្ចឹងបើសិនជាយើងមានលេខទូរស័ព្ទយើងអាចដាក់ចូលទៅបានណាបងប្អូនណាហ្នឹងហើយបាទតែសម្រាប់ខ្ញុំអត់ទាន់ដាក់ទេខ្ញុំសុំរំលងសិនហើយខ្ញុំដាក់តាមក្រោយអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនមានលេខទូរស័ព្ទយើងអាចដាក់កន្លែងហ្នឹងហើយចុចពាក្យថាបញ្ចូលលេខបាទ
ចឹងសម្រាប់ខ្ញុំសូមចុចម្លងសិនហើយដោយសារតែខ្ញុំអត់ទាន់ត្រូវការដាក់លេខទូរស័ព្ទទេបាទខ្ញុំម្លងសិនទៅអូខេអញ្ចឹងយើងត្រឡប់មកកន្លែងអនរបស់យើងហើយចុចចូលទៅមើលបាទអូខេអកនថ្មីបាទអូខេហ្នឹងហើយយើងឥឡូវយើងបង្កើត account របស់យើងបានជោគជ័យមួយហើយប៉ុន្តែកន្លែងនេះគឺមានអារម្មណ៍ថាវាវិលអញ្ចឹងណាបងប្អូនសូម refresh អ៊ីនធឺណិតតិចសិនអូខេអញ្ចឹងយើងបញ្ចូលរូបថតកន្លែងនេះតិចមកអូខេអញ្ចឹងខ្ញុំសូមឧទាហរណ៍ឡើងមួយសិនទេបងប្អូនហ្នឹងសម្រាប់បងប្អូនដែលមានអឺរូបភាពណាយើងអាចដាក់រូបភាពរបស់យើងបានអូខេអញ្ចឹងជោគជ័យបងប្អូនណាពេលនេះខ្ញុំមិនទាន់ add ទេ add ខ្លះអត់ខ្លះព្រោះតែ add ច្រើនពេកអត់បានទេណាបងប្អូនណាហ្នឹងហើយខ្ញុំបញ្ជាក់ម្ដងទៀត Facebook ថ្មីគឺហាម add គេច្រើនពេកហ្នឹងហើយហាម add friend ច្រើនហ្នឹងហើយហាម share ច្រើនព្រោះតែ Facebook របស់យើងអត់ទាន់រឹងមាំទេដើម្បីឲ្យ account Facebook របស់យើងរឹងមាំបានល្អទីមួយដែលយើងត្រូវធ្វើគឺមានការ post ជាប្រចាំឧស្សាហ៍បដូររូបភាព profile ហ្នឹងហើយក្រោមពី3ថ្ងៃទៅ5ថ្ងៃយើងដូរមួយរូបទៅហ្នឹងហើយបើសិនយើងដូរគ្រប់5រូបគឺមានន័យថា account របស់យើងរឹងមាំហើយបងប្អូនហ្នឹងហើយនេះជាតិចនិចពិសេសដែលបងប្អូនមួយចំនួនគាត់អត់ដឹងអញ្ចឹងណារូបភាព profile មានសារៈសំខាន់បើសិនយើងឧស្សាហ៍បដូរតិចណារូបភាពណាពុកអញ្ចឹងបាទ cover របស់យើងពីក្រោយអញ្ចឹងណាបងប្អូនណា cover ឬ profile ហ្នឹងគឺសំខាន់យើងឧស្សាហ៍ដូរតិចទៅ account របស់យើងនឹងរឹងមាំហើយហ្នឹងហើយហើយនៅពេលដែលយើងចូលមកកន្លែងនេះហើយពិតប្រាកដណា account របស់យើងនឹងក្លាយជា account ធម្មតាទូទៅអញ្ចឹងនៅពេលដែលយើងត្រូវការឲ្យ account របស់យើងក្លាយទៅជា account បែបអឺ professional ហ្នឹងហើយអញ្ចឹងយើងគួរតែបើក mode អាជីពហ្នឹងហើយសួរថាហេតុអ្វីយើងចាំបាច់បើក mode professional mode នៅពេលដែលយើងបើកកន្លែងហ្នឹងគឺយើងអាចមានឱកាសក្នុងការរកលុយអញ្ចឹងណាបងប្អូនហ្នឹងហើយសម្រាប់ friend គាត់ចូលមកគឺគាត់ឃើញលក្ខណៈថាជាលក្ខណៈដូច page អញ្ចឹងណានឹងស្ទៀង page បាទអូខេអញ្ចឹងយើងចុចដើម្បីបើក professional mode យើងចុចកន្លែងតាណាបាទខ្ញុំសូមអូសម្លងលេខនេះសិនអូខេអញ្ចឹងសម្រាប់បើកការបើក professional mode យើងចុចកន្លែង 3លេខនេះបងប្អូនណាហ្នឹងហើយយើងសង្កេតមើលរូបកាបូបបាទរូបកាបូបហ្នឹងយើងចុចពាក្យថាបើក mode អាជីពបាទបើក mode អាជីពមកហើយយើងចុចពាក្យថាបើកបាទបើកកន្លែងទៅហ្នឹងអូខេកំណត់ទទួលលំនាំដើមទៅជាសាធារណៈអូខេយើងគ្រីសកន្លែងនេះមកបានដើម្បីឲ្យ account របស់យើងនឹងក្លាយទៅជា account សាធារណៈអញ្ចឹងណាអូខេយើងចុចពាក្យថាបន្តមេរៀនអាចនឹងរៀងលឿនតែចឹងណាបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់យើងអាចសារថយក្រោយបានបាទពិនិត្យមើលការកំណត់ទទួលចុចពាក្យថារួចរាល់បាទអញ្ចឹងយើងផានអានេះមួយហើយអញ្ចឹងយើងក៏ចុចអានេះមួយទៀតបង្ហោះ Instagram អត់ទៅមានគណនីទេយើងចុចពាក្យថារួចរាល់ទៅបាទទី2គឺគេឲ្យយើងបញ្ចូលជីវប្រវត្តិរបស់យើងកន្លែងហ្នឹងគឺការណែនាំឧទាហរណ៍ថាយើងសេបើយើងមិនដឹងសេយើងសេតែហាយអញ្ចឹងក៏បានហ្នឹងហើយអានេះឧទាហរណ៍ណាបងប្អូនសេអីក៏សេទៅណាហ្នឹងហើយអ្នកខ្លះគាត់សេថាដូចជាមានលក់ផលិតផលអីចឹងណាបើសិនយើងជាអ្នកលក់អនឡាញអញ្ចឹងទៅហ្នឹងហើយបាទអញ្ចឹងយើងចុចពាក្យថារក្សាទុកទៅណាបងប្អូនរក្សាទុកអូខេបាទនៅពេលដែលយើងចូលមករក្សាទុកហើយអូខេឥឡូវគឺយើងនិយាយរួមទៅយើងគួរតែធ្វើតាមលំដាប់លំដោយទៅកន្លែងនេះឲ្យច្រើនមែនតើបាទព្រោះថាគេតម្រូវឲ្យយើងខ្ញុំសូមឧទាហរណ៍ផុសឧទាហរណ៍មួយសិនណាបងប្អូនហ្នឹងហើយគេតម្រូវឲ្យយើងផុសអ្វីមួយដែលជាគេហៅថាខ្លឹមសារហ្នឹងខ្ញុំសូមពោលនេះមួយសិនទៅឧទាហរណ៍អញ្ចឹងណាបងប្អូនណាហ្នឹងហើយដើម្បី account របស់យើងរឹងមាំយើងគួរតែមានការផុសជាប្រចាំបាទជាពិសេសគឺវីដេអូរៀលបាទដើម្បី account របស់យើងមានបើការមើលឃើញខ្លាំងខ្ញុំណែនាំឲ្យផុសជាលក្ខណៈវីដេអូរៀលបញ្ចូលព័ត៌មានបាត់ចូលខ្លួនរួចហើយ
រក្សាទុកអូខេកន្លែងហ្នឹងអាចនឹង set up លក្ខណៈថាបែបអញ្ញែងតិចប៉ុន្តែយើងគួរតែធ្វើឲ្យចប់គោលការណ៍របស់គេបាទអានេះយើងចុចចូលមកមើលហើយយើងចុចថយក្រោយក៏បានដែរឃើញទេកន្លែងនេះខៀវដែរខៀវអញ្ចឹងអ្វីដែលខ្វះគឺភ្ជាប់គណនី WhatsApp របស់យើងអញ្ចឹងយើងចុចចូលមកអត់មានទេយើងរំលងក៏បានដែរយើងចុចកន្លែង trade 3ហ្នឹងមកឃើញទេបាទយើងត្រូវការរំលងចុចកន្លែង trade 3ហ្នឹងមកបងប្អូនកន្លែងហ្នឹងចុចពាក្យថារំលងជំហានឃើញទេរំលងជំហានក្នុងក្រុមបាទហើយយើងติ๊កអាហ្នឹងទៅហើយយើងចុចពាក្យថារំលងណាអូខេឥឡូវគឺយើងបានសញ្ញាគ្រីសអស់ហើយណាបងប្អូនណាហ្នឹងហើយបាទបានសញ្ញាគ្រីសទាំងអស់ហើយអញ្ចឹងយើងចុចថយគាត់វិញមកបាទបច្ចុប្បន្នគឺគណនីរបស់យើងនឹងคล้ายទៅជាដំបូងកន្លែងនេះគឺជា friend ត្រូវហ៎បាទនេះគឺជា friend អញ្ចឹងបច្ចុប្បន្ននេះគឺយើងបាទអញ្ចឹងបច្ចុប្បន្ននេះគឺយើងឃើញថាមានអ្នកតាមដានហើយកំពុងតាមដានអញ្ចឹងគណនីរបស់យើងនឹងคล้ายទៅជាគណនីស្តៀង page អញ្ចឹងណាបងប្អូនណាខ្ញុំឃើញបងប្អូនមួយចំនួនគាត់ច្រឡំគាត់ឆាតមកខ្ញុំគាត់ថាខ្ញុំមាន page ដែរបងហ្នឹងហើយខ្ញុំត្រូវការ boot អញ្ចឹងណាបាទអញ្ចឹងកន្លែងនេះយើងគួរតែសិក្សាឲ្យច្បាស់ថាណាជា page មួយណាជា page មួយណាជា profile អញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងសាកមើលទាំងអស់គ្នាបាទអូខេនៅពេលដែលយើងបើកពលលំអិតហើយនេះគឺរួចរាល់នៅក្នុងការភ្ជាប់ជាមួយនឹងគណនី Facebook របស់យើងហើយបាទប៉ុន្តែ step បន្តទៅទៀតគឺខ្ញុំចង់បងប្អូនទាំងអស់គ្នានឹងអឺបាទ step បន្តទៀតគឺយើងមានការបង្រៀនតាក់ទងជាមួយនឹងការបង្កើត page បាទណាបង្កើត page បាទអូខេបាទឥឡូវaccount របស់យើងខ្លាយទៅជា account stock ណាហើយបាទយើងបើក mode provisional mode ហើយបងប្អូនបាទគឺថ្ងៃនេះគឺមេរៀនរបស់យើងមានតែប៉ុណ្្នឹងតែសម្រាប់ការបង្កើត account Facebook របស់យើងបែប standard បាទសង្ឃឹមថាបងប្អូនអរគ្នានឹងយល់បើសិនជាកន្លែងណាដែលយើងរៀនហើយយើងអត់មានអារម្មណ៍ថាអត់យល់ឬតាមអត់ទាន់អញ្ចឹងយើងអាចសារថយក្រោយដើម្បីមើលបានតែបើសិនជាយើងមានអារម្មណ៍ថាកន្លែងហ្នឹងយើងសារថយក្រោយតែយើងមានអារម្មណ៍ថាអត់យល់សោះហ្មងកន្លែងធ្វើមិនក៏យល់ដែរអញ្ចឹងអាចឆាតសាកសួរឬសាកសួរមកខាងខ្ញុំបានហ្នឹងហើយឬក៏ឆាតទៅ admin ក្រុមក៏បានដែរណាបងប្អូនណាហ្នឹងហើយអូខេសម្រាប់នេះគឺសូមត្រឹមតែប៉ុណ្្នឹងសិនទេ